មេឃភ្លៀងតិចអញ្ចឹងណាបងប្អូនបានញ៉ាំសម្លម្ជូរគ្រឿងពុះគោដាក់ស្លឹកខ្នឹងជូរអញ្ចឹងណាហត់ទឹកសម្លក្តៅនិយាយពីថាអូយរសជាតិឆ្ងាញ់សាហាវតែម្ដងបងប្អូនសម្រាប់សម្លម្ជូរគ្រឿងពុះគោបងប្អូនចង់ញ៉ាំឆ្ងាញ់ណាតតែយើងញ៉ាំក្តៅហើយដាក់បន្លែស្រស់អញ្ចឹងណាតើបយើងញ៉ាំទៅអត់តលន់ណាបងប្អូនជាពិសេសបើបានបាយក្តៅស្រួយទៀតអូយរឹតតែពិសេសតែម្ដងបងប្អូនសម្រាប់គ្រឿងផ្សំមានដូចជាពុះគោជាពិសេសនេះមានស្លឹកខ្នឹងនេះបងប្អូនអើយស្លទៅនិយាយពីថាចាត់ជាតិគ្នាល្អខ្លាំងមែនតែនតែម្ដងបងប្អូនតែឥឡូវដើម្បីកុំឲ្យរងចាំយូរចូលទៅមើលពីវិធីធ្វើរបស់នាងខ្ញុំទាំងអស់គ្នាដំបូងនាងខ្ញុំយកម្ទេសមកដាក់រំលីងឲ្យឡើងពណ៌ក្រហមជាមុនសិនបន្ទាប់ពីម្ទេសរបស់យើងឡើងពណ៌ក្រហមល្អហើយទើបនាងខ្ញុំចាក់គ្រឿងបុកចូលរួចយើងរំលីងគ្រឿងបុកនឹងឲ្យឡើងក្លិនឈ្ងុយល្អសិនទើបនាងខ្ញុំដាក់ប្រហុកចូលបងប្អូនបន្ទាប់ពីយើងដាក់ប្រហុករួចហើយយើងរំលីងប្រហុកឲ្យឡើងមានក្លិនឈ្ងុយបន្តិចសិនណាបងប្អូនទើបយើងចាក់ពុះគោចូលសម្រាប់ពុះគោបើបងប្អូនចង់ស្លកុំឲ្យធំក្លិនយើងច្បាច់លាងទឹកអំបិលឲ្យបានច្រើនទឹកបងប្អូនហើយនៅពេលដែលយើងយកមកស្លអញ្ចឹងណាយើងរំងាស់កុំបិទគម្របដើម្បីឲ្យវាភាយក្លិនបោះពុះគោនឹងចេញមកក្រៅឲ្យអស់បងប្អូនបន្ទាប់ពីយើងកូរឲ្យពុះគោចូលជាមួយនឹងគ្រឿងហើយនាងខ្ញុំបិទគម្របបន្តិចដើម្បីផ្ងំឲ្យចេញទឹកពុះគោហ្នឹងណាបន្ទាប់មកនាងខ្ញុំបានដាក់គ្រឿងផ្សំចូលមានដូចជាប៊ីចេង2ស្លាបព្រាកាហ្វេស្ករត្នោត1ចុងស្លាបព្រាបាយរួចយើងរំងាស់ឲ្យដាច់ទឹកប្រៃនឹងសិនណាបងប្អូនដើម្បីកុំឲ្យឆ្អាបបន្ទាប់ពីយើងរំងាស់រៀងផុយសាច់បន្តិចហើយនាងខ្ញុំចាក់ស្លឹកខ្នឹងចូលតែម្ដងសម្រាប់ស្លឹកខ្នឹងនេះដែរបងប្អូនរំងាស់រៀងយូរបន្តិចដែរបងប្អូនដើម្បីឲ្យចេញជាតិជូរបន្ទាប់ពីស្លឹកខ្នឹងរបស់យើងរៀងឆ្អិនបន្តិចហើយនាងខ្ញុំបានចាក់ទឹកចូលតែម្ដងរួចនាងខ្ញុំរំងាស់ប្រហែល30នាទីទៀតដើម្បីឲ្យពុះគោរបស់យើងផុយល្អឥឡូវឃើញថាស្លម្ជូរពុះគោរបស់នាងខ្ញុំបានផុយល្អហើយមិញនាងខ្ញុំបានភ្លក់មើលដែររៀងសាបបន្តិចអញ្ចឹងនាងខ្ញុំបានបន្ថែមអំបិល1ស្លាបព្រាកាហ្វេបងប្អូនហើយនឹងនាងខ្ញុំបានដាក់ខ្ទិះដូងបន្តិចដែរបងប្អូនតែកន្លែងហ្នឹងនាងខ្ញុំភ្លេចថតបងប្អូនឥឡូវសម្លម្ជូរគ្រឿងពុះគោលឹកខ្នឹងរបស់នាងខ្ញុំបានឆ្អិនរួចរាល់ហើយបងប្អូនហើយសម្រាប់ម្ហូបមួយមុខនេះដែរនាងខ្ញុំរីខមមិនឲ្យបងប្អូនញ៉ាំក្តៅទៅឆ្ងាញ់សម្រាប់នាងខ្ញុំចូលចិត្តណាស់នៅពេលដែលញ៉ាំទៅនាងខ្ញុំដាក់បន្លែចូលបងប្អូនហើយយើងចាប់បន្លែញ៉ាំថ្មីក្តៅអញ្ចឹងអូយនិយាយពីថារសជាតិឆ្ងាញ់សាហាវតែម្ដងបងប្អូនជាពិសេសហត់ទឹកសម្លទៅជូរអែមហើយត្រូវនឹងខែនេះភ្លៀងតិចអញ្ចឹងទៀតនិយាយពីថាអូយដាក់មកឡើងជ្រះកតែម្ដងបងប្អូនពីខ្ញុំទៅមានតែប៉ុណ្្នឹងទេបងប្អូនចាំជួបគ្នាវីដេអូក្រោយទៀតបាយ